សូមជូនប្រវត្តិដ៏សែនជក់ចិត្តនៃបទចម្រៀងសែនស្ដីថ្ពាល់ស្ដាំស្នាដៃកវីម្ចាស់ស្ទឹងសង្កាយលោកគង់ប៊ុនឈឿនចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញានិងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះផងដែរនាងខ្ញុំមនីដួងចិត្តសូមពំនាំយករឿងរ៉ាវដ៏សែនជក់ចិត្តមួយទៀតតាក់ទងទៅនឹងប្រវត្តិបទចម្រៀងមួយបទគឺបទសែនស្ដីថ្ពាល់ស្ដាំមកចែកជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាតោះចង់ដឹងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណាមានដំណើរដើមតងយ៉ាងណាសូមជួបជាមួយនឹងការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅយើងទៅតាមការចងក្រងនិងរៀបរាប់របស់លោកសេងតារាបានឲ្យដឹងថាបទសែនស្ដីថ្ពាល់ស្ដាំគឺជាបទចម្រៀងមួយបទបង្កប់ទៅដោយខ្លឹមសារនិងរឿងរ៉ាវដ៏សែនជោគចាប់មួយដែលបង្ហើរឡើងយ៉ាងក្រអួនក្រអៅដោយអធិរាជសម្លេងមាសស៊ីមស៊ីសមុទ្រនិងជាស្នាដៃប្រកបដោយទឹកដៃយ៉ាងរស់រវើករបស់កវីម្ចាស់ស្ទឹងសង្កាយលោកគង់ប៊ុនឈឿនក្នុងឆ្នាំ1972បទនេះមិនត្រឹមតែពីរោះនិងល្បីល្បាញប៉ុណ្ណោះទេគឺថែមទាំងមានបង្កប់អាត់កំបាំងមួយដ៏សែនជូរចត់ផងដែរប៉ុន្តែមានមនុស្សតិចណាស់បានដឹងពីប្រវត្តិបទនេះឯអ្នកខ្លះគិតថាបទនេះគ្រាន់តែជាការនិពន្ធតាមបែបស្រមើស្រមៃធម្មតារបស់អ្នកនិពន្ធប៉ុណ្ណោះដូច្នេះដើម្បីជ្រាបរឿងរ៉ាវនៃបទចម្រៀងនេះឲ្យកាន់តែច្បាស់នាងខ្ញុំសូមលើកយកប្រវត្តិពិតមកបកស្រាយដូចតទៅអ្នកដែលនិយមស្ដាប់បទចម្រៀងពីជំនាន់ដើមពិតជាធ្លាប់ឮនិងធ្លាប់ស្ដាប់បទនេះគ្រប់គ្នាហើយក៏យល់ពីអត្ថន័យក្នុងបទចម្រៀងនេះដែរថាទូប្រុសក្នុងបទចម្រៀងនេះកំពុងទួញសោកស្ដាយសង្សាររបស់ខ្លួនដែលទើបឆ្លៃការពិតថាព្រមស្ម័គ្រខ្លួនគឺចំថ្ងៃដែលរូបគេត្រូវចូលរោងការជាមួយនារីថ្មីកំឡោះនេះស្ដាយណាស់ចង់វិលត្រឡប់រកសង្សារចាស់នោះវិញដែរប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយដូច្នេះបានសល់ត្រឹមតែការឈឺចាប់រហូតចង់ដុតរោងការនោះចោលទៀតផងនេះគឺជាកម្រងប្រវត្តិស្នេហាដ៏សែនកំសត់មួយរបស់អ្នកកំឡោះម្នាក់នៅលើទឹកដីខេត្តកំពង់ចាមកាលក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ70រឿងរ៉ាវនៃស្នេហានេះមានដូចតទៅលោកសុកបណ្ឌិតជាកំឡោះម្នាក់នៅខេត្តកំពង់ចាមក្រោយពេលរៀនចាប់អនុវិទ្យាល័យនៅស្រុកកំណើតឪពុកក៏ចង់ឲ្យរូបគេសុកបណ្ឌិតរៀនបន្តចូលវិទ្យាល័យទៀតដើម្បីពង្រីកចំណេះស្រួលនឹងរកការងារធ្វើសមរម្យមួយសម្រាប់កសាងអនាគតកំពុងតែគិតស្រាប់តែថ្ងៃមួយមិត្តភក្តិរបស់ឪពុកគេដែលនៅច្បារអំពៅហើយដែលត្រូវជាប់សាច់ឈាមជាដូនមួយនឹងគ្នាផងនោះបានមកលេងផ្ទះចាស់ទាំងសងខាងស្រឡាញ់រាប់អានគ្នាណាស់ហើយសួរនាំគ្នាពីសុខទុក្ខទៅវិញទៅមកក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែងលុះក្រោយពីសំណេះសំណាលគ្នាលេងចាប់ហើយឪពុករបស់សុកបណ្ឌិតក៏និយាយពីរឿងកូនទៅរៀនចាប់ឌីប្លូមហើយចង់ឲ្យរៀននៅវិទ្យាល័យឯទីក្រុងឯសម្លេងដែលមកពីច្បារអំពៅពេលឮឪពុកសុកបណ្ឌិតមានប្រសាសន៍ពីរឿងនេះក៏សុំឲ្យឪពុកសុកបណ្ឌិតផ្ញើកូននឹងគាត់ចោះគាត់ធានាថែរក្សានិងចិញ្ចឹមសុកបណ្ឌិតរហូតដល់ចប់ការសិក្សាម្យ៉ាងក៏មានកូនក្រមុំមួយដែរដែលត្រូវប្រឡងបាក់ឌុបនៅឆ្នាំក្រោយនោះផងដូច្នេះបើសុកបណ្ឌិតនៅជាមួយអាចនឹងជួយបង្រៀនកូនក្រមុំគាត់បន្ថែមផងព្រោះនាងរៀនមិនសូវឆ្លាតសោះដោយបានការជ្រុំជ្រែងដូច្នោះឪពុកសុកបណ្ឌិតសប្បាយចិត្តណាស់រួចក៏សម្រេចចិត្តថានឹងប្រគល់សុកបណ្ឌិតឲ្យទៅនៅជាមួយសម្លាញ់នោះតែម្ដងដើម្បីបន្តការសិក្សាប៉ុន្តែលុះក្រោយមកមានទៅដឹងអីក្រោយពេលសុកបណ្ឌិតមកនៅផ្ទះជាមួយហើយបង្រៀនរាល់ថ្ងៃនោះគឺមិនខុសពីស្រមោចនឹងស្គរឡើយកំឡោះក្រមុំទាំងពីរក៏បានចាប់ចិត្តប្រតិព័ទ្ធនឹងគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅហើយថែមទាំងបានស្បត់ស្បាយយកគ្នាជាគូក្រុងនៅពេលអនាគតទៀតផងពួកគេបានសាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនដូចជាសរសេរកំណាព្យឆ្លៃឆ្លងគ្នានិងណាត់គ្នាទៅលេងមាត់បឹងជាដើមដែលទីនោះហើយកំឡោះសុកបណ្ឌិតបានក្រេបរសជាតិថ្ពាល់ឆ្វេងរបស់នាងក្រមុំនោះប៉ុន្តែថ្ពាល់ស្ដាំមិនបានថើបឡើយដោយគិតថាទុកសម្រាប់ថ្ងៃក្រោយតែទោះយ៉ាងណាពួកគេមិនបានធ្វើអ្វីឲ្យខុសនឹងប្រពៃណីឡើយរួចពួកគេក៏បានពូនភ្នូរស្នេហ៍មួយដែលផ្សងសច្ចាថាបើរស់គឺរស់ជុំគ្នាហើយបើស្លាប់ក៏សូមកប់ក្នុងភ្នូរមួយពីរនាក់មិនបែកគ្នាឡើយលុះមិនយូរប៉ុន្មានឆាកស្នេហានេះក៏បានលេចលឺដំណឹងដល់ឪពុកម្ដាយពួកគេទាំងសងខាងប៉ុន្តែចាស់ក៏មិនរារាំងអ្វីដែរហើយគិតថានឹងផ្សំផ្គុំពួកគេជាគូក្រុងទៀតផងបើសិនជាពួកគេពិតជាស្រឡាញ់គ្នាស្មោះស្ម័គ្រមែនតែលុះក្រោយមកឪពុកសុកបណ្ឌិតនិងឪពុកនាងក្រមុំនោះស្រាប់តែស្លាប់ម្ដងមួយបាត់ទៅដោយនៅសល់តែម្ដាយមេម៉ាយដូចគ្នា អ
និយាយពីគ្រួសារសុកបណ្ឌិតក្រោយពេលដែលឪពុកស្លាប់ទៅជីវភាពក៏ធ្លាក់ដុនដាបព្រោះទ្រព្យសម្បត្តិផ្សេងៗបានលក់មើលជំងឺឪពុកអស់ដោយហេតុនេះហើយបានធ្វើឲ្យម្ដាយខាងស្រីចាប់ផ្ដើមបែកគំនិតលែងចូលចិត្តសុកបណ្ឌិតដូចមុនហើយតែងតែខាត់ខាំងគូស្នេហ៍ទាំងពីរឲ្យឈប់ស្និទ្ធស្នាលគ្នាទៀតតែទោះបីជាយ៉ាងណាក៏ពួកគេនៅតែឆ្លៀតលួចជួបគ្នាបានខ្លះដែរព្រោះនៅផ្ទះតែមួយដោយមិនចង់ពន្យាពេលទៀតសុកបណ្ឌិតក៏ប្រាប់ម្ដាយឲ្យមកដណ្ដឹងនាងនោះទុកហើយសន្យានឹងរៀបការនៅពេលរៀនចប់ប៉ុន្តែលុះពេលចូលស្ដីដណ្ដឹងអ្វីដែលនឹកស្មានមិនដល់នោះស្រាប់តែនាងនោះប្រកែកថាមិនព្រមទៅវិញធ្វើឲ្យសុកបណ្ឌិតស្រឡាំងកាំងភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយលុះពេលសួរពីការស្រឡាញ់គ្នាកន្លងមកនាងនោះឆ្លើយថានាងស្រឡាញ់សុកបណ្ឌិតលេងប៉ុណ្ណោះរួចនាងបន្ថែមទៀតថាជាប់សាច់ឈាមជីដូនមួយនៅគ្នាចិត្តពេកដូច្នេះយកគ្នាមិនសមទេដោយអស់តម្រេះចំពោះពាក្យក្រឡាប់ចាក់ទាំងនេះព្រមទាំងឈឺចាប់នឹងស្នេហាខកចិត្តនេះផងសុកបណ្ឌិតក៏ឈប់សិក្សាលែងទៅផ្ទះនាងនោះទៀតរួចត្រឡប់មកកំពង់ចាមវិញហើយដោយចំនួននោះប្រទេសកំពុងមានសង្គ្រាមហិចហួរគ្នាផងសុកបណ្ឌិតក៏ចូលធ្វើយុទ្ធជនក្នុងគ្រានោះទៅលុះប្រមាណជាកន្លះឆ្នាំក្រោយម្ដាយសុកបណ្ឌិតក៏ដណ្ដឹងនារីម្នាក់ដែលនៅស្រុកជាមួយគ្នាឲ្យកូនកំឡោះហើយក៏រៀបការជាប្តីប្រពន្ធតាមប្រពៃណីប៉ុន្តែការផ្សំគុំនេះសុកបណ្ឌិតមិនសូវជាពេញចិត្តប៉ុន្មានទេតែដោយអស់អ្វីស្ដាយស្រណោះទៀតគេក៏ព្រមតាមម្ដាយចាត់ចែងមិនតវ៉ាអ្វីឡើយលុះពិធីរៀបមង្គលការដល់ពាក់កណ្ដាលនៅថ្ងៃរសៀលបន្តិចស្រាប់តែនារីម្នាក់ដែលជាមិត្តនាងសង្សារសុកបណ្ឌិតដែលមកចូលរួមមង្គលការនោះយកសម្បត្តិមួយមកឲ្យសុកបណ្ឌិតស្ងាត់ៗពេលបានឃើញសម្បត្តិសុកបណ្ឌិតក៏ប្រញាប់ហែកមើលហើយក៏ឃើញថាជាសម្បត្តិសង្សារផ្ញើពីច្បារអំពៅមកដែលសម្បត្តិនោះចារថាបងមិនគួរដាច់ចិត្តរៀបការចោលអូនសោះបងភ្លេចអស់រឿងអនុស្សាវរីយ៍នៅពាក្យស្បត់ស្បាយជាមួយគ្នាប្រោះចិត្តដាច់ណាឃើញក្បាលប្រយោគទាំងនេះធ្វើឲ្យសុកបណ្ឌិតវល់វល់ងងឹតមុខហើយចោទសួរទៅខ្យល់ថាម៉េចក៏អញ្ចឹងទៅវិញម៉េចក៏អូនចោទថាបងក្បត់ចិត្តអូនចុះពេលបងចូលស្ដីហេតុអ្វីក៏អូនប្រកែកមិនអស់ចិត្តសុកបណ្ឌិតក៏អានបន្តដែលសម្បត្តិនោះរៀបរាប់ថាតាមពិតអូនគ្មានបំណងប្រកែកនៅពេលដែលបងចូលស្ដីដណ្ដឹងទេតែគឺមកពីម្ដាយអូនបង្ខំឲ្យអូនឆ្លើយបែបនេះមុនពេលម្ដាយបងចូលស្ដីព្រោះកាលនោះមានបរិសម្នាក់ចង់បានរូបអូនដែរហើយគេមានទ្រព្យផងទើបម្ដាយអូនបញ្ជាឲ្យអូនធ្វើបែបនេះអូនធ្វើទាំងបង្ខំចិត្តទេអូនសោកស្ដាយណាស់អូននៅតែស្រឡាញ់បងដោយគ្រាយើងសច្ចានៅក្រោមម្លប់ជ្រៃមាត់បឹងដោយស្ដាប់ពាក្យបរិយាយតាមអក្សរដូច្នេះទើបសុកបណ្ឌិតយល់ហេតុផលរួចគេក៏ចង់វិលត្រឡប់ក្រោយវិញប៉ុន្តែពេលនេះអ្វីៗហួសអស់ទៅហើយព្រោះថ្ងៃនេះគេចូលរោងការទៅហើយសុកបណ្ឌិតស្រក់ទឹកភ្នែកច្រោកអន្ទះអន្តែងយ៉ាងខ្លាំងហើយចង់ដុតរោងការចោលដើម្បីឲ្យពិធីមង្គលការនេះជាអាសាបងប៉ុន្តែចិត្តមួយគិតថានេះជាកិត្តិយសម្ដាយដូច្នេះគេក៏សុកចិត្តរៀបការទាំងឈឺចាប់ទៅដោយព្រោះតែរឿងនេះហើយក្រោយមកសុកបណ្ឌិតក៏បានទៅជួបលោកគង់ប៊ុនឈឿនហើយសុំឲ្យលោកគង់ប៊ុនឈឿនជួយនិពន្ធរឿងគេនេះជាខ្សែប្រឡោមលោកមួយដើម្បីពណ៌នាពីការសោកស្ដាយនិងការឈឺចាប់ចំពោះម្ដាយសង្សារនោះពេលនោះលោកគង់ប៊ុនឈឿនក៏ព្រមនិពន្ធតាមការស្នើសុំរបស់សុកបណ្ឌិតដោយសុកបណ្ឌិតរៀបរាប់អំពីរឿងហេតុនិងតាមដំណើររឿងតាំងពីដើមដល់ចប់ប៉ុន្តែលោកគង់ប៊ុនឈឿនបានដាក់លក្ខខណ្ឌថាបើសិនរឿងនេះបោះពុម្ពផ្សាយទៅហើយមានរឿងអ្វីមួយសុកបណ្ឌិតឯងជាអ្នកទទួលខុសត្រូវព្រោះខ្ញុំនិពន្ធតាមអ្វីដែលសុកបណ្ឌិតឯងនិយាយប៉ុណ្ណោះអាយុវិជនសុកបណ្ឌិតក៏ងក់ក្បាលយល់ព្រមក្រោយសរសេរចប់លោកគង់ប៊ុនឈឿនក៏បានដាក់ចំណងជើងរឿងប្រឡំលោកនោះថាសែនស្ដាយថ្ពាល់ស្ដាំដោយឲ្យអត្តន័យទៅលើការស្ដាយស្រណោះរបស់សុកបណ្ឌិតដែលទើបតែថើបបានថ្ពាល់ឆ្វេងនឹងនោះដែលសល់ថ្ពាល់ស្ដាំម្ខាងទៀតថាទុកសម្រាប់ថើបថ្ងៃក្រោយតែបែរជាគ្មានឱកាសទៅវិញឯលោកគង់ប៊ុនឈឿនដែលគិតថាបើរឿងនេះមានចម្រៀងអមមួយបទទៀតពិតជាតាក់ទាញនោះលោកក៏និពន្ធបទចម្រៀងមួយបទទៀតដាក់ក្នុងរឿងនោះដោយយកចំណងជើងថាសែនស្ដាយថ្ពាល់ស្ដាំដោយចំណងជើងរឿងប្រឡំលោកដែរហើយតម្រូវឲ្យលោកស៊ិនស៊ីសមុទ្រច្រៀងអត្ថន័យទាំងស្រុងនៃបទចម្រៀងសែនស្ដាយថ្ពាល់ស្ដាំមានដូចជាពោលក្រោយពេលរៀបការទើបអូនឆ្លើយថាស្មាក់ស្ដាយណាស់សែនស្ដាយថ្ពាល់ស្ដាំចាស់ទុំចូលស្ដីស្រីអូនប្រកែកទ្វីបស្នេហ៍រហែកបេះដូងយំស្រែកព្រេចព្រាត់គង្គាបង្កងប្រត់សេកមេឃព្រាត់ចន្ទ្រាសឹងពាក់ស្បែកលាអីសីខ្លាចជាអ្នកសង្គ្រាមជ័យបងកាត់តងសុតដល់តុងក្រពើថ្ពាល់ស្ដាំថ្ពាល់លើមុនស្នេហ៍ព្រៃឈើក្រោមខ្ទមនិស័យលុះបងរៀបការទៅថាអាឡ័យចោតទាំងគ្មានន័យថាបងប្រឡាយស្នេហ៍អូនគ្មានស្ដាយហ
ហួហើយប្រលឹងថ្ពាល់ធ្លាប់ក្រេបក្រំជ្រៃមាត់បឹងមិនអាចថ្លឹងស្មើពាក្យម្ដាយភ្នោស្នេហ៍ដែលសាងទុកកប់រូបកាយបងនឹងឆោមឆាយឥឡូវប្រែคล้ายជាភ្នោអប្រៃបងសានរន្ធត់ចង់ដុតរង្ការវិលរកជីវ៉ាក្រេបរស់ស្នេហាថ្ពាល់ស្ដាំជាថ្មីតែទាស់មនុស្សយើងគេយកសម្ដីបងសូមលាស្រីរៀបការក្នុងន័យគេឈ្មោះគ្រួសារលុះក្រោយពេលរឿងនេះចេញផ្សាយក៏ល្បីយ៉ាងខ្លាំងប៉ុន្តែពេលនោះស្រាប់តែម្ដាយសង្សារសុកបណ្ឌិតដែលដឹងថារឿងនោះគឺជារឿងកូនស្រីគាត់ក៏ប្តឹងលោកគង់ប៊ុនឈឿនឡើងតុលាការដោយចោទប្រកាន់លោកគង់ប៊ុនឈឿនសរសេរបរិហាកេរគ្រួសារគាត់និងកូនក្រមុំគាត់ហើយគេប្តឹងទាជំងឺចិត្តពីលោក2លានរៀលនេះសម័យនោះលោកគង់ប៊ុនឈឿនមិនបានបារម្ភអ្វីឡើយព្រោះគិតថាកំឡោះសុកបណ្ឌិតបានអះអាងបោះផ្សាយថាគេនឹងទទួលខុសត្រូវគ្រប់យ៉ាងតែលោកពេលលោកគង់ប៊ុនឈឿនស្វែងរកលោកសុកបណ្ឌិតឲ្យឡើងតុលាការជំរះក្តីនេះស្រាប់តែសុកបណ្ឌិតគេចខ្លួនបាត់ធ្វើឲ្យលោកគង់ប៊ុនឈឿនអស់សង្ឃឹមនិងផិតភ័យយ៉ាងខ្លាំងប៉ុន្តែនៅពេលឡើងក្តីនៅតុលាការលោកត្រូវរួចខ្លួនដោយឆ្លើយដោះសារថានេះជារឿងដែលលោកប្រឌិតតាមអារម្មណ៍រវើរវាយប៉ុណ្ណោះឯឈ្មោះតួអង្គក៏ប្រឌិតហើយរូបលើគម្របសិភៅទៀតសោតក៏មិនមែនជារូបកូនស្រីខាងសង្សារសុកបណ្ឌិតនោះឡើយគឺជារូបគំនូរធម្មតាប៉ុន្តែទោះជារួចខ្លួនក៏ដោយក៏ធ្វើឲ្យលោកគង់ប៊ុនឈឿនប្រលឹងចង់សក់មិនស្ទើរដែរហើយលោកស្បត់ថាថ្ងៃក្រោយនឹងមិនសរសេររឿងពិតឲ្យនរណាទៀតឡើយចាប់ប្រិយម្នាក់ស្ដាប់ជាទីមេត្រីរឿងរ៉ាវនៃបទចម្រៀងសែនស្ដាយថ្ពាល់ស្ដាំដែលនាងខ្ញុំបានលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយសូមអរគុណពីនាងខ្ញុំអឹមស៊ីវិគីមនីដងចិត្ត